សួស្តីសិស្សនិស្សិតទាំងអស់ដែលមានវត្តមាននៅទីនេះហើយសង្ឃឹមថាអ្នកទាំងអស់គ្នានឹងបានទទួលនៅវីដេអូដែលខ្ញុំបានផ្ដល់ជូនទៅកាន់អ្នកទាំងអស់គ្នាពាក់ព័ន្ធជាមួយនឹងវីដេអូនេះយើងនឹងលើកយកអំពីមេរៀនទី1គឺការត្រៀមខ្លួនសម្រាប់អាជីពការងារអញ្ចឹងនៅក្នុងមេរៀននេះផងដែរយើងនឹងសង្កត់ធ្ងន់ទៅលើការកសាងសមត្ថភាពក៏ដូចជាចំណេះនិងជំនាញដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារក៏ដូចជាអាចចាប់យកឱកាសការងារពីស្ថាប័នផ្សេងៗដែលស្របទៅនឹងក្តីស្រមៃរបស់អ្នកទាំងអស់គ្នាដូច្នេះហើយដើម្បីឲ្យក្តីស្រមៃរបស់អ្នកទាំងអស់គ្នាឬក៏អ្នកទាំងអស់គ្នាអាចទទួលបាននូវឱកាសការងារក៏ដូចជាពាក់ព័ន្ធជាមួយនឹងទូនីតិមួយច្បាស់លាស់នៅក្នុងស្ថាប័ននីមួយៗព័ន្ធជាមួយនឹងទូនីតិមួយច្បាស់លាស់នៅក្នុងស្ថាប័ននីមួយៗតម្រូវឲ្យអ្នកទាំងអស់គ្នាត្រូវការត្រៀមខ្លួនជាច្រើនហើយក្នុងការត្រៀមខ្លួនសម្រាប់អាជីពការងារនេះផងដែរគឺមានសមាសធាតុជាច្រើនដែលនឹងត្រូវចូលរួមដើម្បីធានានៅការទទួលបាននៅឱកាសលើសពីការដែលមិនបានត្រៀមខ្លួនជាសមាសធាតុស្នូលសំខាន់នៃការត្រៀមខ្លួនសម្រាប់អាជីពការងារជាទូទៅគឺយើងផ្ដោតទៅលើទី1គឺចំណេះទី2គឺជំនាញទី3គឺបទពិសោធន៍ទី4គឺអិរិយាបថវិជ្ជមានរបស់អ្នកទាំងអស់គ្នាអញ្ចឹងដើម្បីឲ្យយើងបានត្រៀមខ្លួនរួចរាល់សម្រាប់ការចាប់យកឱកាសទីផ្សារការងារអ្វីដែលយើងត្រូវកត់សម្គាល់ឬក៏សមាសធាតុស្នូលគឺទី1គឺការត្រៀមខ្លួនឬក៏ការអភិវឌ្ឍអាជីពអញ្ចឹងការអភិវឌ្ឍអាជីពនេះផងដែរគឺមានសារៈសំខាន់មែនទែនហើយបើយើងនិយាយអំពីការអភិវឌ្ឍអាជីពគឺមានធាតុផ្សំជាច្រើននៅក្នុងនោះតាំងពីការជ្រើសរើសជំនាញសិក្សានៅតាមសាកលវិទ្យាល័យក៏ដូចជាការចាប់យកជំនាញអាជីពណាមួយឲ្យបានជាក់លាក់នៅក្នុងការសម្រេចចិត្តចូលរៀនឬក៏បង្កើតឲ្យខ្លួនមានចំណេះដឹងទៅលើឯកទេសណាមួយដើម្បីជាទ្រព្យសម្រាប់យកទៅប្រើប្រាស់នៅក្នុងរបរផ្ទាល់ខ្លួនអញ្ចឹងការអភិវឌ្ឍអាជីពនេះផងដែរគឺការសម្រេចចិត្តជ្រើសរើសជំនាញសិក្សាហើយការអភិវឌ្ឍខ្លួនជាប្រចាំដើម្បីទទួលបានឱកាសក៏ដូចជាចំណេះជំនាញពិតប្រាកដដើម្បីយកទៅអនុវត្តនៅក្នុងកន្លែងការងារហើយទី2គឺពាក់ព័ន្ធជនសេវាកម្មអតិថិជនកន្លែងនេះមានន័យថានៅពេលដែលយើងធ្វើការងារកន្លែងណាក៏ដោយក៏ត្រូវឲ្យយើងមានការប្រស្រ័យទាក់ទងល្អជាមួយនឹងអ្នកពាក់ព័ន្ធហើយអ្នកពាក់ព័ន្ធរបស់យើងផងដែរគឺជាអតិថិជនរបស់យើងទៅតាមផ្នែកទៅតាមទូនាទីឬការងាររបស់យើងអញ្ចឹងបើសិនបើយើងធ្វើការងារជាមួយនឹងទូនាទីជាគ្រូបង្រៀនអញ្ចឹងយើងត្រូវមានទំនាក់ទំនងល្អជាមួយក្រុមការងារហើយទី2គឺយើងត្រូវមានទំនាក់ទំនងល្អជាមួយសិស្សនិស្សិតហើយទី3យើងត្រូវមានទំនាក់ទំនងល្អជាមួយនឹងអាណាព្យាបាលរបស់សិស្សដើម្បីធានានៅការប្រស្រ័យទាក់ទងឬការផ្ទេរនៃចំណេះដឹងប្រកបដោយគុណភាពក៏ដូចជាការទទួលយកដោយមានការចូលរួមសហការពីគ្រប់ភាគីដែលពាក់ព័ន្ធហើយទី3ពាក់ព័ន្ធជាមួយនឹងអ្នកទាំងអស់គ្នាទៅបំលែងខ្លួនឲ្យក្លាយទៅជាពលរដ្ឋ Digital ឬក៏តាមឲ្យទាន់នឹងសម័យបច្ចេកវិទ្យាដែលកំពុងតែមានការរីកចម្រើនអញ្ចឹងនៅគ្រប់ស្ថាប័នឬក៏គ្រប់ទូនីតិទាំងអស់ត្រូវការប្រើប្រាស់ Digital ដូចជាកម្មវិធីផ្សេងៗនៅក្នុងបណ្ដាញសង្គមឬក៏នៅក្នុងការងារប្រតិបត្តិការជាប្រចាំឧទាហរណ៍ដូចជា Word Excel PowerPoint ឬក៏កម្មវិធី design កាត់តវីដេអូផ្សេងៗដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារក៏ដូចជាឆ្លើយតបទៅនឹងលក្ខខណ្ឌមួយទៀតអ្នកទាំងអស់គ្នាត្រូវត្រៀមខ្លួននៅក្នុងការស្វែងយល់អំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុព្រោះចំណុចទាំងអស់នេះគឺពិតជាមានសារៈសំខាន់មែនទែននៅក្នុងការចាប់ផ្ដើមអឺការសិក្សាក៏ដូចជាការប្រកបអាជីវកម្មឬក៏ពាក់ព័ន្ធនឹងការចាយឬផ្សេងៗតម្រូវឲ្យអ្នកទាំងអស់គ្នាមានចំណេះដឹងហើយទី3អ្នកទាំងអស់គ្នាត្រូវមានចំណេះជំនាញនឹងរួចរាល់ក៏ត្រូវតែមានសមត្ថភាពនៅក្នុងការស្វែងរកឱកាសទីផ្សារការងារហើយបច្ចុប្បន្នគឺមានការប្រែប្រួលច្រើនហើយអញ្ចឹងយើងតម្រូវឲ្យមានសមត្ថភាពនៅក្នុងការស្វែងរកឱកាសការងារអញ្ចឹងដើម្បីស្វែងរកឱកាសការងារទី1អ្នកទាំងអស់គ្នាត្រូវស្គាល់ពីប្រភពការងារហើយទី2អ្នកទាំងអស់គ្នាត្រូវសិក្សាអំពីពាក់ព័ន្ធជាមួយនឹងតើដើម្បីអាចដាក់ពាក្យការងារបានអ្នកទាំងអស់គ្នាត្រូវរៀបចំសំណុំឯកសារបែបណាហើយតើអ្នកទាំងអស់គ្នាត្រូវឆ្លងកាត់ការសម្ភាសដោយរបៀបណាហើយគួរឆ្លើយឬក៏ត្រៀមខ្លួនសម្រាប់សម្ភាសដោយមិនដែលតែការចែកការផ្សេងៗនៅក្នុងការទទួលយកលក្ខខណ្ឌការងារឬក៏ច្បាប់ការងារជាដើមហើយមួយទៀតអ្នកទាំងអស់គ្នាក៏ត្រូវតែអភិវឌ្ឍជំនាញវិជ្ជាជីវៈមានន័យថាអ្នកទាំងអស់គ្នាត្រូវ
មានឆ្លងកាត់ការបដិបដាលទៅលើឯកទេសឬក៏ទៅលើគរុកោសល្យដើម្បីឲ្យខ្លាចទៅជាអ្នកជំនាញនៅក្នុងវិស័យរបស់អ្នកទាំងអស់គ្នាហើយមួយផ្សេងមួយទៀតពាក់ព័ន្ធជាមួយនឹងភាពជាអ្នកដឹកនាំហើយនៅក្នុងកន្លែងការងារតម្រូវឲ្យមានភាពជាអ្នកដឹកនាំហើយអាចដឹកនាំក្រុមឬក៏ធ្វើការងារជាក្រុមបានយ៉ាងរលូនផលិតផលការងារប្រកបដោយលទ្ធផលល្អជាវិជ្ជមានហើយគ្រប់ទៅតាមផែនការដែលបានកំណត់ទុកហើយមួយទៀតគឺជំនាញប្រស្រាយទាក់ទងនៅក្នុងនេះជំនាញទាំងអស់ហ្នឹងទេយើងប្រកាសជាមិនអាចទទួលបាននៅចំណេះជំនាញដើម្បីឆ្លើយតបទៅជួសជុលរថយន្តអគ្គិសនីដែលកំពុងតែមានទីផ្សារច្រើននៅក្នុងទូទាំងពិភពលោកនោះទេនេះហើយគឺជាសារៈសំខាន់នៃការអភិវឌ្ឍខ្លួនហើយមួយទៀតអញ្ចឹងសរុបជារួមអ្វីដែលជាធាតុផ្សំសំខាន់នៅក្នុងការត្រៀមខ្លួនសម្រាប់អាជីពការងារទី1គឺអ្នកទាំងអស់គ្នាត្រូវមានជំនាញទន់ឬក៏ជំនាញដែលបានឧទាហរណ៍ខាងដើមហើយទី2គឺត្រូវមានជំនាញបច្ចេកទេសហើយត្រូវមានជំនាញវិជ្ជាជីវៈឬក៏ឆ្លងកាត់បានបទពិសោធន៍ពាក់ព័ន្ធមួយនឹងចំណេះជំនាញពិតប្រាកដហើយមានអេយ៉ាបទល្អហើយក៏ដូចជាមានក្រមសីលធម៌និងទំនួលខុសត្រូវទៅលើទូនីតិរបស់ខ្លួនហើយទី3គឺនិងទី4គឺពាក់ព័ន្ធជាមួយនឹងការរៀនសូត្រជាប្រចាំដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលនៃបរិបទហើយមិនត្រឹមតែប៉ុណ្ណឹងក្នុងការអភិវឌ្ឍខ្លួនឬក៏ត្រៀមខ្លួនសម្រាប់អាជីពរយៈពេលវែងអញ្ចឹងបើលោកគ្រូលើកឡើងទាំងអស់ហ្នឹងអ្នកទាំងអស់គ្នាក៏គាត់ជាមិនអាចទៅដល់ទេបើសិនបើគ្មានយុទ្ធសាស្ត្រឬក៏គ្មានផែនការសម្រាប់ការអភិវឌ្ឍឬក៏ការត្រៀមខ្លួនសម្រាប់អាជីពការងាររយៈពេលវែងអញ្ចឹងទី1អ្នកទាំងអស់គ្នាត្រូវចាប់ផ្ដើមអភិវឌ្ឍខ្លួនដើម្បីទទួលបាននៅឬក៏បំលែងខ្លួនឲ្យក្លាយទៅជាបុគ្គលដែលមានការអប់រំនិងជំនាញវិជ្ជាជីវៈទី2អ្នកទាំងអស់គ្នាត្រូវតែចុះហត្ថការដើម្បីទទួលបាននៅបទពិសោធន៍ជាក់ស្ដែងពីចំណេះជំនាញរបស់អ្នកទាំងអស់គ្នាហើយទី3ត្រូវតែអភិវឌ្ឍជំនាញដែលអ្នកទាំងអស់គ្នាមានឲ្យកាន់តែប្រកែឬក៏ដើម្បីឲ្យមានភាពលេចធ្លោដើម្បីប្រកួតប្រជែងនៅទីផ្សារការងារដែលកំពុងតែមានសភាពចង្អៀតហើយទី3អ្នកទាំងអស់គ្នាត្រូវតែមានផែនការអាជីពថាតើអ្នកទាំងអស់គ្នាត្រូវអភិវឌ្ឍចេញពីចំណុចណាហើយត្រូវមានផែនការជាក់ស្ដែងនៅក្នុងការអនុវត្តដើម្បីធានានៅការអនុវត្តដើម្បីឲ្យយើងអាចដឹងថាបច្ចុប្បន្នយើងនៅចំណុចណាហើយយើងគួរតែបន្តដំណើរទៅណាហើយត្រូវធ្វើអីដើម្បីឆ្លើយតបទៅនឹងក្តីសម័យរបស់យើងរៀងៗខ្លួនហើយទី4ទី5ពាក់ព័ន្ធជាមួយនឹងការអភិវឌ្ឍជាប់ខ្លួនកន្លែងនេះមានន័យថាចំណេះជំនាញរបស់អ្នកទាំងអស់គ្នាមានហើយប៉ុន្តែអ្នកទាំងអស់គ្នាក៏ត្រូវមានភាពរឹងមាំទៅលើផ្នែកសុខភាពក៏ដូចជាពាក់ព័ន្ធជាមួយនឹងផ្លូវចិត្តផងដែរអញ្ចឹងបើសិនជាយើងមានតែចំណេះជំនាញហើយអត់មានសុខភាពនោះអ្នកទាំងអស់គ្នាមិនអាចធ្វើបានទេហើយបើសិនបើមានតែសុខភាពហើយស្ថានភាពផ្លូវចិត្តមិននឹងណឬក៏ពាក់ព័ន្ធជាមួយនឹងការបាក់ទឹកចិត្តច្រើនជាដើមអញ្ចឹងក៏វាជាកត្តារាំងស្ទះដែលធ្វើឲ្យអ្នកទាំងអស់គ្នាមិនអាចទៅដល់នៅការខ្លាយទៅជាបុគ្គលដែលមានការព្រៀបផ្លុះសម្រាប់ជីវការងារឬក៏មិនអាចរក្សាការងារដែលអ្នកទាំងអស់គ្នាអាចរកបានដោយលំបាកនៅផងដែរចឹងសរុបជារួមការត្រៀមខ្លួនសម្រាប់អាជីពការងារគឺមានសារៈសំខាន់មែនទែនហើយអ្វីដែលលោកគ្រូបានលើកឡើងគឺជាធាតុផ្សំក៏ដូចជាយុទ្ធសាស្ត្រដើម្បីអ្នកទាំងអស់គ្នាត្រៀមខ្លួនឲ្យបានរួចរាល់ដើម្បីចាប់